ជំរាបសួរពុកម៉ែបងប្អូនប្រហែលថ្ងៃនេះក្តៅអើយក្តៅនេះខ្ញុំទៅចាក់បញ្ឆាហ្នឹងហូរញើសពុកម៉ែបងប្អូនហើយហូរញើសខ្លាំងតែម្ដងណាហើយបើបានញ៉ាំអីតិចរត់តែមានកម្លាំងតែម្ដងហើយដូចថ្ងៃនេះអញ្ចឹងនេះខ្ញុំធ្វើទឹកសណ្តែកញ៉ាំហើយធ្វើទឹកសណ្តែកទុកញ៉ាំខ្លួនឯងចេះហ่าនិយាយទៅរសជាតិឆ្ងាញ់តែម្ដងហើយបើទិញគេញ៉ាំអត់ឆ្ងាញ់ដូចយើងធ្វើខ្លួនឯងទេដំបូងនេះខ្ញុំយកសណ្តែកលឿងហ្នឹងណាសណ្តែកបាយលឿងយើងហ្នឹងនេះខ្ញុំទិញគេដូចជា3 4ខាំហ្នឹងយកមកត្រាំទឹកឲ្យរីកត្រាំទឹកវាចោលមួយថ្ងៃសិនទៅដល់ពេលយើងលាងសម្អាត4 5 6 7ទឹកអីទៅលាងឲ្យអស់អាជាតិលឿងហ្នឹងហើយចាំយកវាមកដាក់ស្ងោរឥឡូវនេះខ្ញុំដាក់ស្ងោរហើយស្ងោរបានមកពុះអញ្ចឹងទៅនេះខ្ញុំក៏ដួសពពុះវាចោលឲ្យអស់អញ្ចឹងទៅហើយបន្ទាប់មកទៀតរំងាស់វាចោលឲ្យវាផុយបានល្អសិនចាំយើងយកវាទៅក្លុកហើយមើលតែផុយបែកសាច់សណ្តែកនឹងល្អហើយយើងក៏បិទភ្លើងទៅទុកឲ្យត្រជាក់សិនណាចាំយើងយកទៅក្លុកក្នុងម៉ាស៊ីនបើក្លុកទាំងក្តៅហ្នឹងដឹងតែខូចម៉ាស៊ីនហើយអញ្ចឹងហើយនេះខ្ញុំទុកឲ្យត្រជាក់សិនបាទនេះខ្ញុំយកវាទៅក្លុកឲ្យម៉ត់ខាយទៅពុកម៉ែបងប្អូនក្លុកឲ្យម៉ត់ហើយយើងយកវាមកចាក់ដាក់ឆ្នាំងស្អាតមួយមកហើយយើងចាប់ផ្ដើមសំគ្រឿងវាទៅនេះខ្ញុំដាក់ជាមួយដោះគោខាប់មួយវែកធំតែម្ដងដោះគោខាប់នេះយើងដាក់ឲ្យច្រើនទៅកាន់តែឆ្ងាញ់ហើយបន្ទាប់មកទៀតនេះខ្ញុំក៏ចាប់ផ្ដើមដាក់ជាមួយទឹកដោះគោស្រស់មួយវែកពេញដូចគ្នាដោះគោស្រស់ប្រភេទណាក៏បានដែរពុកម៉ែបងប្អូនដោយសារដោះគោស្រស់នេះដាក់កាន់តែច្រើនកាន់តែឈ្ងុយណាហើយបន្ទាប់មកទៀតនេះខ្ញុំក៏ដាក់ជាមួយទឹកស្លឹកតើយហ្នឹងនេះខ្ញុំក្លុកចូល3 4ថ្ងៃហើយកក្លុកវាដាក់ច្រោះឲ្យស្អាតហើយដាក់ក្នុងដបដល់អញ្ចឹងនេះខ្ញុំមានទឹកស្លឹកតើយស្រាប់ក៏នឹកឃើញធ្វើទឹកសណ្តែកនឹងញ៉ាំទៅណាមួយខែនេះខែក្តៅខ្លាំងណាស់ញ៉ាំទឹកសណ្តែកទៅគឺល្អទឹកសណ្តែកនេះដាក់ជាមួយទឹកស្លឹកតើយណាឈ្ងុយណាស់ពុកម៉ែបងប្អូនហើយឈ្ងុយហើយនេះខ្ញុំមានប្រើលាក់ប្រើអីទេនេះខ្ញុំប្រើទឹកស្លឹកតើយសុទ្ធតែម្ដងណាហើយបើទឹកស្លឹកតើយវិញនេះខ្ញុំដាក់រៀងច្រើនដែរដាក់ចូលចង់2 ដបទឹកសុទ្ធណាហើយបានពណ៌ឡើងខៀវមកល្មមគួរឲ្យចង់ញ៉ាំតែម្ដងហើយបន្ទាប់មកដាក់ជាមួយខ្ទិះដូងហើយនេះខ្ញុំក៏ដាក់ខ្ទិះដូងចូលហើយក៏កូរវាឲ្យរលាយសព្វបន្តិចទៅហើយក្លិនវិញឡើងឈ្ងុយតែម្ដងពុកម៉ែបងប្អូនហើយឈ្ងុយណាស់អត់ទាន់ពុះផងណាធំក្លិនឡើងឈ្ងុយតែម្ដងឥឡូវនេះបន្ថែមជាមួយទឹកជាចូលបន្តិចទៀតហើយក៏កូរទៀតហើយពុកម៉ែបងប្អូនកូរគ្រឿងក្រូក្រៅនឹងឲ្យវារលាយសព្វចូលគ្នាសិនណាហើយបន្ទាប់មកទៀតនេះខ្ញុំដាក់សំគ្រឿងទៀតអត់ទាន់ចប់ទេពុកម៉ែបងប្អូនធ្វើទឹកសណ្តែកយើងលួចអំបិលបន្តិចណាបានវាឆ្ងាញ់វាអត់ភ្លាវអត់សាបអត់អីចឹងណាគឺញ៉ាំទៅគឺវាមានរសជាតិមុតឆ្ងាញ់ណាបន្ទាប់ពីដាក់អំបិលហើយនេះខ្ញុំក៏បន្ថែមជាមួយស្ករសនេះខ្ញុំដាក់2 កូនវែកតូចទេនេះខ្ញុំអត់យករសជាតិផ្អែមទេយករសជាតិមកល្មមទេហើយពុកម៉ែបងប្អូនអត់ចូលចិត្តដាក់ស្ករដាក់ជាមួយដោះគោខាប់ឲ្យច្រើនទៅក៏បានដែរតែនេះខ្ញុំលួចស្ករបន្តិចកុំឲ្យវាភ្លាវដាក់ស្ករសចូលឲ្យចាប់ដើមកូរឲ្យដាក់បើកភ្លើងណាពុកម៉ែបងប្អូននេះខ្ញុំដាក់រំងាស់លើភ្លើងហ្នឹងហើយពុកម៉ែបងប្អូនអាសាមើលផងយ៉ាត់វាផុលពេលដែលវាពុះទៅគឺវាផុលហើយបើពណ៌វិញគួរចង់ញ៉ាំតែម្ដងពណ៌ឡើងខៀវស្រស់ស្អាតតែម្ដងណាពណ៌ធម្មជាតិបានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបើសិនតែយើងលួចលាក់វាឡើងពណ៌ខៀវខ្លាំងណាហើយនេះពណ៌ធម្មជាតិប៉ុណ្្នឹងឯងពុកម៉ែបងប្អូនតែបើនៅខាងក្រៅរៀងខៀវចឹងហ្នឹងណានេះខ្ញុំចាប់ផ្ដើមដួសពពុះវាចោលបន្តិចសិនពេលដែលវាពុះមកវាឡើងពពុះហើយបើមិនដួសទេវាផុលហៀពេញឆ្នាំងតែម្ដងចឹងហើយត្រូវតែដួសវាចោលអស់ហើយទឹកសណ្តែកនេះខ្ញុំអត់ចូលចិត្តញ៉ាំខាប់ទេនេះខ្ញុំញ៉ាំរាវប៉ុណ្ណឹងពេលដែលត្រជាក់ទៅរឹតតែខាប់មកល្មមឆ្ងាញ់តែម្ដងហើយពេលដែលទុកឲ្យត្រជាក់ទៅយើងច្រកដាក់ដបដាក់ក្នុងទូឲ្យត្រជាក់ណាគឺញ៉ាំឆ្ងាញ់ណាស់ពុកម៉ែបងប្អូនមិនបាច់ដាក់ទឹកកកក្នុងទឹកសណ្តែកនឹងទេយើងដាក់ក្នុងទូទៅឲ្យត្រជាក់ទៅណាហើយលើកទាំងដបញ៉ាំតែម្ដងទៅគឺមានរសជាតិឈ្ងុយឆ្ងាញ់ផ្អែមតិចញ៉ាំទៅមានកម្លាំងតែម្ដងហើយកំពុងតែមេក្តៅចេះហ่าពុកម៉ែបងប្អូនហើយមួយដបដាច់ហើយហើយវីដេអូរបស់នេះខ្ញុំក៏បានមកដល់ទីបញ្ចប់នេះខ្ញុំក៏សូមអរគុណ